យើងជាកូនខ្មែរសិតតែពូកែនឹងមានសមត្ថភាពពេលដែលយើងចាប់ផ្ដោតធ្វើអ្វីមួយច្បាស់លាស់អ្វីក៏យើងអាចធ្វើបានដែរខ្ញុំធ្លាប់និយាយមួយ mentor របស់ខ្ញុំដែលគាត់ជាជនជាតិហុងកុងគាត់និយាយពាក្យចិនមួយថានេះយ៉ាវចំយ៉ាងណនេះជើជីជួបកខ្មែរទៅវិញគឺថាយើងចង់បានអីយើងទៅធ្វើនឹងទៅចឹងពេលដែលខ្ញុំសង្កេតឃើញថាពេលដែលខ្ញុំយកសម្ដីរបស់គាត់យកមកអនុវត្តអ្វីក៏ខ្ញុំអាចធ្វើបានដែរចាជំរាបសួរបងនាងខ្ញុំឈ្មោះសៀមជានាយកប្រតិបត្តិចំនួនទី5របស់ភ្នំពេញគុយទាវអនាម័យហ៊ុយលៀង118ចាអាជីវកម្មរបស់ខ្ញុំបានបង្កើតតាំងពីឆ្នាំ118បងហើយយើងសិប្បកម្មយើងផ្ដោតសំខាន់ផលិតតែសរសៃគុយទាវស្រស់មួយមុខតែប៉ុណ្ណោះសម្រាប់ទីតាំងសិប្បកម្មយើងដែរគឺនៅខាងបាក់ខែងបងអាចឆ្លងពីស្វៀនចូលចង្វាទៅបងចាបងអាចដឹងស្រាប់ឲ្យបងដោយសារគុយទាវគឺជាអាហារពេលព្រឹកចម្បងរបស់ប្រជាជនខ្មែរយើងតែម្ដងអញ្ចឹងខ្ញុំតែងតែគិតថាបើខ្ញុំអាចផលិតសរសៃគុយទាវដែលមានស្តង់ដារដល់ស្តង់ដារអន្តរជាតិគាត់ទទួលស្គាល់បានចែកចាយទៅកាន់បងប្អូនប្រជាជនខ្មែរយើងបរិភោគទៅទាំងសុវត្ថិភាពនិងទំនុកចិត្តការជំរុញកម្លាំងចិត្តចម្បងរបស់ខ្ញុំគឺជាឪពុករបស់ខ្ញុំតែម្ដងតាំងពីតូចដល់ធំខ្ញុំតែងតែឃើញគាត់ធ្វើការឡើងយ៉ាងហត់នឿយដើម្បីចង់ផលិតសរសៃគុយទាវដែលមានស្តង់ដារផ្ដល់ជូនប្រជាជនខ្មែរយើងអញ្ចឹងខ្ញុំគិតថាបើខ្ញុំអាចបន្តវេនពីគាត់អាចផលិតដល់ប្រជាជនខ្មែរខ្ញុំពិតជាសប្បាយចិត្តចាសម្រាប់សិប្បកម្មយើងផលិតសរសៃគុយទាវដូចជាគុយទាវសរសៃតូចគុយទាវសរសៃធំហើយនិងបាញ់កាញ់ក៏ប៉ុន្តែផលិតផលដែលយើងលក់ដាច់បំផុតគឺគុយទាវសរសៃតូចបងហើយនេះបងបានឃើញជាក់ស្ដែងអញ្ចឹងគុយទាវសរសៃតូចរបស់យើងមាន2ចំណុះមួយគឺប្រភេទ1គីឡូមួយទៀតគឺប្រភេទកន្លះគីឡូហើយចំណុចពិសេសរបស់គុយទាវម៉ាក់ហ៊ុយលៀងយើងខ្ញុំទទួលស្គាល់ថាតម្លៃវារៀងខ្ពស់បន្តិចក៏ប៉ុន្តែមានទទួលស្តង់ដារច្បាស់លាស់ហើយនឹងមានការចុះមកពិនិត្យជារឿយៗពីក្រសួងឧស្សាហកម្មចាស់បងសម្រាប់ទម្រាំតែផលិតបានសរសៃគុយទាវមួយនេះគឺឆ្លងកាត់ដំណាក់កាលជាច្រើនបងហើយចំណុចដែលសំខាន់បំផុតគឺការលាងអង្ករបងដោយសារផលិតផលយើងផលិតពីអង្ករសុទ្ធ 100% អញ្ចឹងការលាងសម្អាតគឺសំខាន់ណាស់បន្ទាប់ពីយើងលាងសម្អាតហើយយើងកិនវាជាមួយនឹងទឹកហើយយើងចម្អិនវាក៏ប៉ុន្តែសរសៃគុយទាវឆ្អិនស្រាប់ហើយបងដូចពេលនៅក្នុងហាងអញ្ចឹងពេលដែលអ្នកចុងភៅគាត់ស្រស់គឺគ្រាន់តែត្រូវទឹកទៅហើយវាតូនតែប៉ុណ្្នឹងឯងបងហើយនឹងការវេចខ្ចប់របស់យើងគឺមានសុវត្ថិភាពមានអនាម័យខ្ពស់បំផុតដោយបងបានឃើញអញ្ចឹងហើយយើងមាន delay វាយត្រឹមត្រូវដែលខាងផ្សារ supermarket គាត់ទទួលស្គាល់សម្រាប់ធៀបសមរបស់សិប្បកម្មភ្នំពេញគុយទាវអនាម័យហ៊ុយលៀង118ខ្ញុំអាចធានា 100% បានថាគឺយកមកពីប្រជាជនខ្មែរយើង 100% តែម្ដងសម្រាប់គុយទាវរបស់ខ្ញុំដែរគឺឆ្លងកាត់ការពិនិត្យជារឿយៗពីមន្ទីរឧស្សាហកម្មដែលគាត់ពិនិត្យទៅលើសារជាតិបារតហើយនិងសារជាតិរក្សាទុកគុយទាវហ៊ុយលៀង118យើងឃើញថាមានការផ្ទុះគាំទ្រខ្លាំងមែនទែនបងតាំងពីយើងឈប់ប្រើផលិតផលសៀមនឹងមកដោយបងប្អូនម្ចាស់អាជីវកម្មខ្លះដែលគាត់ជាហាងគុយទាវគាត់ឈប់ប្រើគុយទាវសៀមគាត់បកមកប្រើគុយទាវខ្មែររបស់យើងវិញអញ្ចឹងការផលិតពេលខ្លះក៏ផលិតចង់ទាន់ដែរបងចាសម្រាប់គុយទាវហ៊ុយលៀងយើងដែរគឺយើងបច្ចុប្បន្នចែកចាយគ្រប់24ខេត្តក្រុងបងអាចរកបាននៅហាងចាប់ពួយឬក៏ផ្សាររបៀបផ្សារត្រីហើយដំណឹងពិសេសផងដែរគុយទាវហ៊ុយលៀងរបស់យើងឥឡូវបច្ចុប្បន្នគឺបានចូលទៅផ្សារទំនើបនៅក្នុងភ្នំពេញយើងទាំងអស់បងប្អូនអាចរកបាននៅផ្សារដូចជា Thai Hood, Chipmunk, Aeon ហើយនៅក្នុង Grab App ដែលបងប្អូនអាចបញ្ជាទិញបានផងដែរសម្រាប់បងប្អូនដែលចង់តាក់ទងមកលក់បន្តឬក៏បងប្អូនដែលជាហាងគុយទាវដែលចង់យកផលិតផលគុយទាវហ៊ុយលៀងយើងយកទៅលក់បងអភិបាលឲ្យបងនៅលើផលិតផលយើងគឺបងអាចមើលបានថាមានលេខទូរស័ព្ទតាក់ទងទៅដល់ក្រុមហ៊ុនផ្ទាល់នៅលើនេះបានបងសម្រាប់អាជីវកម្មនេះផងដែរខ្ញុំចង់មានគោលបំណងទៅថ្ងៃមុខផលិតគុយទាវក្រៀមដែលបងអាចឆុងបាននៅផ្ទះពីខ្ញុំទៅបងដែលជាម្ចាស់អាជីវកម្មថ្មីឬក៏ជាម្ចាស់អាជីវកម្មតជំនាន់ទៅគិតថាទោះបីជាយើងជាក្មេងជំនាន់ក្រោយមែនក៏ប៉ុន្តែបងត្រូវចាំថាយើងជាកូនខ្មែរសិតតែពូកែនឹងមានសមត្ថភាពពេលដែលយើងចាប់ផ្ដោតធ្វើអ្វីមួយច្បាស់លាស់អ្វីក៏យើងអាចធ្វើបានដែរខ្ញុំចាំថាខ្ញុំធ្លាប់និយាយមួយ mentor របស់ខ្ញុំដែលគាត់ជាជនជាតិហុងកុងគាត់និយាយពាក្យចិនមួយថាចិនណាបងនេះយ៉ាវចំយ៉ាងណនេះជើជីជួបកខ្មែរទៅវិញគឺថាយើងចង់បានអីយើងទៅធ្វើនឹងទៅចឹងពេលដែលខ្ញុំសង្កេតឃើញថាពេលដែលខ្ញុំយកសម្ដីរបស់គាត់យកមកអនុវត្ត
អយໄว้ក៏ខ្ញុំអាចធ្វើបានដែរខ្ញុំមានសំណូមពរទៅកាន់បងដែលជាម្ចាស់អាជីវកម្មដែលគាត់ជាអ្នកបោះដុំឬក៏គាត់ដែលជាម្ចាស់រ៉េស្តូរ៉ង់ថាយល់ថាគុយទាវម៉ាក់នៅលើទីផ្សារមានស្តៀងគ្នាច្រើនម៉ាក់ខ្លះក៏មានតម្លៃរៀងធូរបន្តិចបន្តួចក៏ប៉ុន្តែគុណភាពមិនច្បាស់លាស់មិនដឹងប្រភពមកពីខាងណាបងអញ្ចឹងពេលដែលបងដាក់ឲ្យភ្ញៀវបរិភោគវាអាចប៉ះពាល់ដល់សុខភាពភ្ញៀវរបស់យើងអញ្ចឹងបងប្អូនដែលជាម្ចាស់អាជីវកម្មណាដែលចង់បានគុយទាវដែលមានគុណភាពល្អសុវត្ថិភាពមានគុណភាពច្បាស់លាស់មានការពិនិត្យត្រឹមត្រូវសូមកុំភ្លេចគុយទាវហុយលៀង1618បងខ្ញុំសូមសំណូមពរទៅបងដែលទស្សនាវីដេអូនេះបន្តគាំទ្រផលិតផលខ្មែរដោយសារផលិតផលខ្មែរយើងមានការទទួលស្គាល់ច្បាស់លាស់និងការពិនិត្យត្រឹមត្រូវបងញ៉ាំទៅឆ្ងាញ់អត់ចាញ់របស់បរទេសទេបង